ពលមានទាន់ហេតុការណ៍រុស្ស៊ីបញ្ចេញដ្រូន AI ចំនួនថ្មីនឹងការបោះជំហានធំរបស់អ៊ុយក្រែនតើលោកអ្នកដឹងទេថាសង្គ្រាមអ៊ុយក្រែននៅថ្ងៃនេះបានឈានដល់ចំណុចរបត់ថ្មីមួយទៀតហើយពលមានទាន់ហេតុការណ៍នៅព្រឹកនេះបានឲ្យដឹងថាប្រព័ន្ធដ្រូនស្វ័យប្រវត្តិដែលមិនត្រូវការមនុស្សបញ្ជាបានចាប់ផ្ដើមវាយលុកពេញសមរភូមិតើនេះជាសញ្ញានៃការបញ្ចប់សង្គ្រាមឬជាការចាប់ផ្ដើមនៃមហន្តរាយថ្មីតាមរបាយការណ៍ចុងក្រោយកងទ័ពអ៊ុយក្រែនបានជោគជ័យក្នុងការប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយវាយប្រហារចំគោលដៅយុទ្ធសាស្ត្រនៅភាគខាងលិចរុស្ស៊ីដែលធ្វើឲ្យការផ្គត់ផ្គង់ប្រេងសន្ធឹកសន្ធាប់ត្រូវបានកាត់ផ្តាច់ចំណែកខាងភាគីរុស្ស៊ីវិញបានប្រកាសពីការដាក់ពង្រាយកងទ័ពដ្រូន Dragon AI ដែលគេអះអាងថាអាចនឹងទប់ទល់រលកសញ្ញារំខានរបស់គូសត្រូវបានយ៉ាងមានប្រសិទ្ធភាពបំផុតអ្នកជំនាញយោធាបានលើកឡើងថានៅឆ្នាំ2026នេះជ័យជំនះនៅលើសមរភូមិមិនមែនស្ថិតនៅលើចំនួនកងទ័ពច្រើននោះទេប៉ុន្តែគឺស្ថិតនៅលើអ្នកណាដែលមានបច្ចេកវិទ្យា AI ឆ្លាតជាងនិងលឿនជាងចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះការប្រើប្រាស់ AI ក្នុងសង្គ្រាមបែបនេះសូមកុំភ្លេច comment ពិភាក្សាគ្នាខាងក្រោមដើម្បីទទួលបានព័ត៌មានថ្មីៗនិងលឿនបំផុតបែបនេះជារៀងរាល់ថ្ងៃសូមចុច subscribe និងរូបបណ្ដឹង channel របស់យើងឥឡូវនេះសូមអរគុណ